បន្ទាប់ពីលើកដំបូងរវាងសៀវគឺនិងឡាយឆាន់គាត់បានទិញវាឲ្យខ្ញុំបងលុយពេញតាក់ឈ្មោះខ្ញុំទៀតអញនៅចាំទេពេលយើងឃើញគេបើកឡានស្ពតដំបូងតាអញចំណែនគេប៉ុណ្ណាខ្ញុំមិនដឹងថាត្រូវធ្វើដូចម្តេចទេអញស្អាតរៀងក៏ល្អប៉ុណ្ណឹងមិនទាន់គ្រាន់ទៀតអីថ្ងៃប្រជុំនោះខ្ញុំមានអារម្មណ៍ថាខ្សែភ្នែកដែលសាស្ត្រាចារ្យជាងសម្លឹងមកឯងគឺមិនធម្មតាទេអញច្បាស់ជាមានអ្វីពិសេសដែលតាក់ទាញចំណាប់អារម្មណ៍គាត់ខ្លាំងហើយតាក់ទាញខ្លាំងមែនហើយគិតមើលទៅមនុស្សដែលចូលចិត្តធ្វើការស្រាវជ្រាវដោយសាស្ត្រាចារ្យជាងច្បាស់ជាមានសភាពកតញ្ចង់ការពារមនុស្សប្រភេទដូចជាឯងធម្មតាឯងនៅសាលារៀនតែងតែធ្វើខុសរហូតចុះមានពេលណាដែលឯងធ្វើខុសនៅចំពោះមុខគាត់ហើយគាត់មិនខឹងតែបែរជាមានចិត្តល្អដាក់ឯងវិញទេអូថ្ងៃដំបូងដែលខ្ញុំមកធ្វើការខ្ញុំបានជ្រុលដៃធ្វើឲ្យកំពុកកាហ្វេលើឲ្យសាស្ត្រាចារ្យជាងគាត់មិនបានបន្ទោសឬខឹងខ្ញុំឡើយនឹងហើយក្រៅពីសម្រស់ខាងក្រៅភាពឆ្គាំឆ្ងងរបស់ឯងនេះហើយជាចំណុចសំខាន់ដែលធ្វើឲ្យសាស្ត្រាចារ្យជាងចូលចិត្តឯងតាំងពីដើមមកអ្នកខ្លាំងតែងតែការពារអ្នកខ្សោយវីរបុរសតែងតែស្រឡាញ់ស្រីស្អាតដែលទន់ភ្លន់នេះជាធម្មជាតិរបស់មនុស្សប្រុសឯងត្រូវតែចាប់ឱកាសនេះឲ្យបានតើវាពិតជាអាចទៅរួចមែនទេកុំបារម្ភអីច្បាស់ជាបានសម្រេចឡើយឈិនមករកខ្ញុំហើយមិននិយាយទៀតទេចាំតាក់ទងគ្នាពេលក្រោយឮថាលទ្ធផលស្រាវជ្រាវរបស់សាស្ត្រាចារ្យជាងចិត្តចេញហើយឯងត្រូវតែចាប់ឱកាសនេះឲ្យបានបើខកខានលើកនេះមិនដឹងដល់ពេលណាទៀតទេយកទៅគិតមើលឲ្យច្បាស់ទៅសៀវថាំងឲ្យតែឯងខំប្រឹងធ្វើការឲ្យល្អខ្ញុំនឹងដាក់ឈ្មោះឯងក្នុងលទ្ធផលស្រាវជ្រាវនេះវានឹងជួយឯងបានច្រើននៅថ្ងៃអនាគតយ៉ាងម៉េចហើយមិនអីទេមែនទេខ្ញុំស្មានតែមិនអីទេប្រហែលជាខ្ញុំប្រាប់ឯងប៉ុន្មានដងហើយរបស់ក្នុងបន្ទប់ពិសោធន៍សុទ្ធតែមានជាតិអាស៊ីតត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែនខ្ញុំសុំទោសមកពីខ្ញុំឆ្កុំឆ្គងពេកធ្វើឲ្យខាតពេលលោកសាស្ត្រាចារ្យហើយថែមទាំងបង្កបញ្ហាទៀតមិនអីទេខ្ញុំមិនបានចង់បន្ទោសឯងទេខ្ញុំគ្រាន់តែបារម្ភខ្លាចឯងរងរបួសមែនឬលោកសាស្ត្រាចារ្យការពិសោធន៍ជារឿងតូចសុវត្ថិភាពរបស់ឯងទើបជារឿងសំខាន់បំផុតមើលចុះឈឺទេឈឺបើឈឺប្រញាប់ដោះវាចេញទៅប្រយ័ត្នវាប៉ះពាល់ដល់ស្បែក